ពេលតន្ត្រីបុប្ផាក៏គាត់លើកឡើងក្រើនរំលឹកទៅដល់ប៉ាម៉ាក់ដែរថាត្រូវតែតាមដានកូននៅក្នុងការញ៉ាំភេសជ្ជៈនិងរបបអាហារប្រចាំថ្ងៃដោយសារតែមានតួលេខក្មេងគឺគាត់ប្រឈមជាមួយទឹកនោមផ្អែមច្រើនអញ្ចឹងម៉ាក់អ្វីដែលអាចធ្វើបានហើយសម្រាប់ខ្ញុំដែលឆ្លងកាត់កូន3ដែលមានសុខភាពល្អគឺទឹកដោះគោជ្រើសរើសយកសារធាតុដែលមិនមានបន្ថែមជាតិស្ករឬក៏ជាតិផ្អែមពីលើចំណីអាហារគឺកុំឲ្យប្រៃពេកកុំឲ្យដុតពេកប៉ាដឹងអត់ថាកូនក្មេងនៅពេលដែលគាត់លើសជាតិស្ករគឺមានហានិភ័យមែនទែនហើយនៅពេលដែលគាត់ញ៉ាំទឹកដោះគោដែលមានរសជាតិផ្អែមឬក៏ទឹកដោះគោណាមួយដែលបន្ថែមជាតិស្ករទៅលើទឹកដោះគោនឹងទៀតណានឹងធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពរបស់គាត់ញ៉ាំផ្អែមពេកគឺគាត់ចូលចិត្តតែរបស់ណាដែលរៀងដុតតែអត់ដុតសាគឺគាត់អត់ញ៉ាំទេអញ្ចឹងទឹកគឺជាសារធាតុមួយជួយចិញ្ចឹមទ្រទ្រង់រាងកាយរបស់គាត់ដាក់ទឹកមកលេងចង់ញ៉ាំអត់ចេះញ៉ាំទឹកទេហើយសម្រាប់ប៉ាម៉ាក់មួយចំនួនគិតថាបើសិនជាផ្អែមបានកូនគាត់ញ៉ាំឆ្ងាញ់បើសិនជាផ្អែមបានកូនគាត់ញ៉ាំច្រើនប៉ាម៉ាក់គិតខុសហើយក្មេងប្រៀបដូចជាกระดาษសអញ្ចឹងនៅពេលដែលគាត់ចាប់ផ្ដើមដឹងរសជាតិពីដំបូងសូម្បីតែការដែលខ្ញុំបញ្ចុកបបរកូនពី6ខែទៅក៏អត់មានដាក់គ្រឿងផ្សំអីទាំងអស់ដែរយកគ្រឿងផ្សំចេញពីបន្លែចេញពីសាច់ហ្នឹងក្មេងក៏អត់មានត្រូវការរសជាតិដុតដូចយើងមនុស្សចាស់ទេជាម៉ាក់ចង់បន្ថែមទៅដល់គោឲ្យគាត់ញ៉ាំសូមកុំភ្លេចមើលទៅលើសារធាតុផ្សំថាតើសារធាតុផ្សំមានបន្ថែមជាតិស្ករអត់បើសិនជាថែមជាតិស្ករប៉ុន្តែថែមក្នុងបរិមាណមួយដែលមិនប៉ះពាល់ឬមួយក៏ជាជាតិស្ករល្អអត់បញ្ហាទេប៉ុន្តែបើយកល្អគួរតែរកប្រភេទទឹកដោះគោណាដែលអត់បន្ថែមជាតិស្ករគឺយកជាតិផ្អែមចេញពីទឹកដោះគោនឹងតែម្ដង